នេះជាសកម្មភាពទៅរកក្លឹមព្រៃរបស់ពួកខ្ញុំពីអ្នកពូរយៈពេល25ថ្ងៃហើយធ្វើដំណើរតាមច្រកអូអែមបន្ទាត់ព្រំដែនកម្ពុជាថៃនៅទឹកដីបៃលិនបងប្អូនហើយនេះគាត់ជូនមកដល់ផ្លូវច្រកឡើងដែលខ្ញុំស្ពីឡើងនេះច្រកឡើងបងប្អូននៅអូតរ៉េនផ្លូវអូតរ៉េនរមណីយដ្ឋានអូតរ៉េនខ្ញុំពីអ្នកពូរឡើងទៅតាមផ្លូវនោះអូតរ៉េននៅខាងក្រោមខ្ញុំទៅធ្វើដំណើរទៅថតពីលើអូតរ៉េនព្រោះខ្ញុំនៅខាងលើផ្លូវនេះផ្លូវចាស់បងប្អូនផ្លូវចាស់ផ្លូវអតីតឡើងទៅធ្វើត្បូងនៅលើភ្នំផ្លូវយ៉ាការ៉េនេះខ្ញុំចាក់ដែលខ្ញុំចេញទៅហ្នឹងគឺឡើងទៅលើភ្នំហ្នឹងគឺឡើងទៅរកនៅច្រកអូដូងក្នុង12នេះពីអ្នកពូវេទនីដល់ក៏ស្ពាយនេះផ្លូវជិះម៉ូតូបានបងប្អូនផ្លូវម៉ូតូអ្នកឡើងទៅរកសំរងអ្នកបេះសោមហើយអ្នកកាត់ផ្ដៅអីក៏ឡើងជិះម៉ូតូឡើងដល់តែខ្ញុំពីអ្នកពូអត់បានជិះទៅទេព្រោះខ្ញុំឡើងច្រកហ្នឹងប៉ុន្តែខ្ញុំចុះមកវិញចុះច្រកផ្សេងខ្ញុំចុះច្រកទឹកធ្លាក់អញ្ចឹងខ្ញុំមិនអាចយកម៉ូតូមកបានទេហើយខ្ញុំចេះតែស្ពីដើរឡើងរហូតវេទនាបងប្អូននៅក្នុងព្រៃលើភ្នំប្រឹងសួរជីវិតអ្នករកក្លឹមព្រៃបងប្អូនអញ្ចឹងមិនថាវាមិនងាយស្រួលទេទៅរកព្រៃទៅរកឈើក្នុងព្រៃឡើងភ្នំមើលហើយយកមកដល់ហ្នឹងព្រោះតែមានតម្លៃហ្នឹងខំប្រឹងទៅហ្នឹងប៉ុន្តែมันប្រកាសថាទៅហ្នឹងបានជោគជ័យបានឈើល្អដែរណាពាក្យតិចណាបងប្អូនហើយខ្ញុំដើរធ្វើដំណើរនេះតាំងពីម៉ោង7ព្រឹកដែលម៉ូតូជូនមកដល់ជើងក្រោមហ្នឹងជើងភ្នំហ្នឹងហើយខ្ញុំធ្វើដំណើរមកដល់កន្លែងបោះតង់គឺម៉ោង11ជាងនេះបងប្អូនមិនមែនផ្លូវស្មើទេណាឡើងចុះនៅពូនេះគាត់ហត់មែនតើហើយវីដេអូនេះវែងខ្ញុំកាត់ផងទេមិនមែនវីដេអូតែប៉ុណ្្នឹងវីដេអូនឹងវែងតែខ្ញុំថតកាត់មកដើរឈប់ឡើងចុះឡើងមកតំណាក់អញ្ចឹងទៅមកទួលแล้วក៏ឈប់ទៅដើរមកដល់នេះឃើញអូក៏ចុះថតកន្លែងអូទៅទៀតហើយធ្វើដំណើរទៅទៀតហើយទាំងជីវិតអ្នករកក្លឹមមិនមែនងាយស្រួលបងប្អូនពេលខ្លះយកឈើមកតកែខ្លះក៏ទិញថោកទៅតកែខ្លះក៏គាត់ទិញថ្លៃតកែខ្លះគាត់យល់ចិត្តយល់នេះយើងអញ្ចឹងទៅគាត់ក៏មិនហ៊ានទិញថោកប្រមាណគាត់សុខចិត្តចំណេញតិចដើម្បីយល់ពីយើងកែខ្លះអត់ទេជន់បន្លិចហ្មងហើយមិនមែនងាយស្រួលបងប្អូននេះហើយមកដល់តំណាក់ហើយបងប្អូនមកដល់តំណាក់អ្នកព្រៃភ្នំអញ្ចឹងយើងសម្រេចចិត្តថាយើងហត់តែអត់តន់តធ្វើដំណើរទៅមុខទៀតទេអញ្ចឹងចាប់ផ្ដើមថាមកដល់នេះគឺធ្វើមកដល់នេះយើងបោះតំណាក់ដើររោចំនួនប្រហែលដូចជា8ថ្ងៃដើម្បីអីដើម្បីឲ្យវាអីវ៉ាន់រឿងស្រាលទៅយើងឡើងទៅទៀតព្រោះវាកាន់តែអីវ៉ាន់ធ្ងន់បងប្អូនដើរថតទៅបដានេះតំណាក់អ្នកភ្នំបងប្អូនអញ្ចឹងយើងសម្រេចចិត្តថាដាក់តំណាក់នៅភ្នំនឹងហើយនៅកន្លែងតំណាក់អ្នកភ្នំនឹងហើយយើងដេកនៅនឹង8ថ្ងៃរោ8ថ្ងៃព្រោះមិនមែនថានេះទេកន្លែងនេះខ្ញុំធ្លាប់មកមួយសាគឺ5ឆ្នាំមុនខ្ញុំធ្លាប់មក5ឆ្នាំមុនមួយសាអញ្ចឹងអធិស្ឋានផងពុកម៉ែបងប្អូនបើសិនជាមានការខុសឆ្គងការបញ្ចូលសលេងអីតិចតួចអីកុំបកកាយប្រកាន់ព្រោះបងប្អូនមិនសូវជាអ្នកជំនាញប៉ុន្មានទេលើកទី1ដែលបង្កើតវីដេអូមួយនេះឡើងឃើញគេបង្កើតបានចេះនេះទៅតំណាក់នេះខ្ញុំជួបគាត់ក៏ខ្ញុំមកហ្នឹងគឺគាត់ធ្វើតាំងពី2007ឥឡូវ2025ហើយនឹងតំណាក់យូរដែរពូគាត់មកដល់ក៏រៀបចំធ្វើម្ហូបហូបបាយថ្ងៃត្រង់ដែលយើងស្ពាយពីភ្នែកពីបាយហ្នឹងយើងស្ពាយពីផ្ទះមកតែយើងធ្វើពីផ្ទះមកដាក់តាមខ្លួនហើយខ្ញុំក៏ចុះទៅមុជទឹកអូធម្មជាតិបងប្អូននេះសាប៊ូដែលខ្ញុំយកមកហ្នឹងថាបោកកៅអៅថាមុជទឹកតែចង់ចប់មានណារត់ទុកហើយងាកឡើងកដោពំបាត់អត់មានសាប៊ូដោះខ្លួនលេងមុជទឹកអូទៅជាក់ស្រួលបងប្អូនព្រៃភ្នំធម្មជាតិដែរសบายយ៉ាងដែរនៅក្នុងព្រៃភ្នំអត់មានចាំបាច់ត្រូវការប្រព័ន្ធអ៊ីនធឺណិតអីស៊ីវិល័យអត់ទេហើយបន្ទាប់មកខ្ញុំក៏បង្កាត់ភ្លើងពូអត់ឆុងខ្វេភ្លើងឆុងខ្វេ
នេះគឺជាវីដេអូថ្ងៃដំបូងដែររបស់ពួកខ្ញុំគឺខំប្រឹងតើមិនងាយស្រួលបងប្អូននៅលើភ្នំដើរចុះដើរឡើងចុះជីវិតអ្នករកក្លឹមមកហូបបាយថ្ងៃជីវិតអ្នករកក្លឹមបងប្អូនវាមិនងាយស្រួលទេអ្នកខ្លះថាងាយស្រួលណាក្លឹមរោមកលុយទាំងពាន់ប៉ុន្តែការមករលុយគឺរលលើខ្នងភ្នំពេលទៅចាយលើថ្នល់ជាតិអញ្ចឹងវាអត់ងាយស្រួលទេពេលខ្លះអ្នកខ្លះគាត់អត់ទាន់ដឹងថាការដែលឡើងព្រៃរោក្លឹមនឹងវាបែបម៉េចហើយការដែលស្ពាយអីវ៉ាន់មកនឹងអ្នកខ្លះយល់ច្រឡំគិតថាខ្ញុំស្ពាយអ្នករោក្លឹមនឹងគឺស្ពាយរោឈើនឹងស្ពាយអីវ៉ាន់បដៅដែលរោឈើបដៅតែអត់ទេពួកខ្ញុំគឺការរោក្លឹមគេស្ពាយឲ្យគេធ្វើតំណាក់ដាក់ដើម្បីស្នាក់នៅហូបចុកដូចយើងបោះតង់អញ្ចឹងរួចហើយយើងចាប់ដើមដើររោ7 8ថ្ងៃតាមពួរតាមខ្នងភ្នំតាមជ្រោះតាមចលងតាមច្រាំងដាច់អីចឹងទៅហើយពេលថ្ងៃល្ងាចយើងបកមកវិញហើយពូនេះគាត់ចាប់ដើមដោះមងដើម្បីទៅដាក់ត្រីក្នុងអូពេលល្ងាចហើយឥឡូវចាប់ដើមដាំទឹកហើយគាត់ដាំទឹកខ្ញុំឆុងមីហើយស្លសាច់ដែលយើងប្រឡាក់មកសាច់ជ្រូកដែលយើងប្រឡាក់ពីព្រៃពីផ្ទះមកហ្នឹងដើម្បីមកព្រៃហ្នឹងគឺស្ពាយម្នាក់2 គីឡូសាច់ហើយអង្គម្នាក់20 គីឡូពេលដែលខ្ញុំនេះមកខ្ញុំចាប់ដើមលាងឆ្នាំងដាំបាយពូស្លខ្ញុំអ្នកដាំបាយតែថ្ងៃចៃដន្យថ្ងៃហ្នឹងខ្ញុំមកគឺជួបម្ចាស់តណៈដែលគាត់ឡើងមកដែរចាស់តណាគាត់ឡើងមកដើរមើលសរងរោអីចឹងណាដល់ពេលចឹងមកជួបខ្ញុំគាត់ថាសុំស្នាក់នៅកន្លែងហ្នឹង7 8ថ្ងៃចឹងណាហើយគាត់ក៏ថាអត់អីទេគឺនៅចោះគាត់អត់ថាអីទេកុំឲ្យថារួមត្រឡប់អ្នកព្រៃភ្នំស្រួលទេបងប្អូនយើងដើរជួបតណាគេអញ្ចឹងយើងចង់ហូបយើងហេវបាយយើងដាំបាយហូបដាំអីចឹងទៅដាំបាយដាំអីហូបចឹងទៅហើយហូបហើយយើងលាងទុកដាក់ឲ្យគេវិញទៅគេអត់ថាទេកុំឲ្យតែយើងទៅលួចរបស់គេលើកក្រោយមានបញ្ហាហ្នឹងឯងអ្នកព្រៃភ្នំវាមិនស្រួលទេអានេះគឺជាបាយពេលល្ងាចបងប្អូនហូបបាយពេលល្ងាចហើយតនេថ្ងៃនេះមកដល់ថ្មីអញ្ចឹងគឺអត់មានឈើមានអីទេតនេអត់មានអីទេអត់មានធ្វើអីទេមានតែដេកលេងហូបបាយហើយដេកលេងរូបវីដេអូនេះរឿងវែងដែរបងប្អូន7 8 9 នាទីព្រោះអីហើយខ្ញុំក៏មិនសូវកាត់ខ្លីវាថាកាត់ខ្លីដើម្បីបង្កើតវីដេអូច្រើនអត់ទេខ្ញុំកាត់ធ្វើមួយថ្ងៃពេញវីដេអូមួយថ្ងៃពេញអញ្ចឹងវារៀងវែងនាទីវែងទៅហើយណាមួយថ្មដែលយើងទូរស័ព្ទយើងនឹង power bank វាអត់ថិតថេរទេជាងការខ្ញុំមក20ថ្ងៃនេះខ្ញុំថតបានតាចំនួន10វីដេអូឯទេគឺអស់ថ្មហើយអញ្ចឹងគឺថតត្រឹមបាន10ថ្ងៃទេចឹងអាចថតបានដល់25ថ្ងៃទេហើយវីដេអូនេះគឺខ្ញុំមកដល់ផ្ទះសិនបានខ្ញុំបញ្ចូលសលេងព្រោះខ្ញុំអត់ទាន់បាននៅលើព្រៃហ្នឹងខ្ញុំអត់បានបញ្ចូលសលេងទេហើយមួយទៀតបញ្ជាក់បងប្អូនថាបងប្អូនខ្លះក៏យល់ច្រឡំថាអ្នករោបឈើនៅក្នុងព្រៃគឺរោឈើណាដែលមានរុនសមោចរុនកឌីអញ្ចឹងទៅនៅទៅបានឈើល្អតែអត់មែនទេណាបងប្អូនជប់យល់ច្រឡំកន្លែងហ្នឹងគឺពួកខ្ញុំអ្នករោព្រៃគឺអត់ចង់ជួបអាឈើដែលមានសមោចនៅមានកឌីនៅអីអត់ចូលចិត្តទេព្រោះអីប្រភេទឈើហ្នឹងពេលដែលកឌីនៅសមោចនៅគឺវាអត់ស្ដើងអត់ក្រាស់ទេគឺស្ដើងហើយឈើហ្នឹងក្រហមទៀតអត់ខ្មៅទេអញ្ចឹងជប់យល់ច្រឡំបងប្អូនហើយនេះម្ចាស់តណៈគាត់មកហើយគាត់ខ្ញុំហូបបាយនឹងទៅគាត់ក៏ហូបដែរទៅហើយនេះគាត់ដើរតាមព្រៃមកជួបតាមផ្លូវគាត់ដើរមកឃើញប៉ាចាស់តែវាស៊ីតុកគាត់ថាចង់បានកាត់យកទៅជាធ្វើកម្មអញ្ចឹងណាអញ្ចឹងក៏គាត់កាត់មកគាត់យកទៅធ្វើកម្មគាត់ចង់បានធ្វើកម្មអានេះស៊ីតុកបងប្អូន